ចម្រើនពោញោមតែញោមប្រុសនេះគាត់បញ្ជនប្រមាណហើយគាត់ត្រូវជាមិនជាមួយញោមដែរគាត់បញ្ជនអាយុ85ហើយត្រូវបងកណាបកើតហើយចុះកូនចៅគាត់នៅណាអីនៅណីនៅបាត់ដំបងប៉ុន្តែអត់មាននៅផ្ទះទេដើររត់ទឹកអស់ហើយគេទុកគាត់ចោលអញ្ចឹងទៅញោមចោលចឹងឯងនៅបាត់ដំបងនៅចោលក្បែរព្រៃដែរក្បែរខ្នល់នឹងឯងដល់កណាឃើញពិបាកគឺចឹងកណាយកមកហើយគាត់ត្រូវជាបងរបស់ញោមបងកណាបកើតអូហើយបញ្ជនគាត់85បញ្ជនច្រើនហើយកូនចៅអត់មើលថែគាត់មើលទុកគាត់ចោលហើយជរៀនណាស់គឺថាមីងឯងយកទៅចាំខ្ញុំមួយខែខ្ញុំឲ្យ 10000អាដែល30តា200000មួយខែឆ្ងាត់ចឹងគេអត់ដែរទេសួរនាំអីទេទេទៅគេមិនលើកផងអូមានប្រធានវាហ្នឹងហើយចឹងខ្ញុំកណាស្មារតីសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានទស្សនានៅវីដេអូនេះសូមមេត្តាចូលរួមជួយឧបត្ថម្ភផងតាមរយៈបងក្រុមការងារស្រុកបងបើវីលេងវីណាហើយសូមចូលរួមជួយតាមសទ្ធាញាតិញោមណាមើលឃើញទស្សនវិជ្ជាជាក់ស្ដែងគឺលោកតាបច្ចុប្បន្ន85ព្រះវស្សាហើយគឺចាស់ជរាមែនតើហើយកូនចៅគេទុកចោលអញ្ចឹងញោមមើលកំសត់មែនតើចឹងអរគុណញាតិញោមយើងទាំងអស់ដែលមានប្រសាទសទ្ធាចូលរួមជួយតាមបងលេងវីក្តីហើយញាតិញោមអាចអញ្ជើញមកផ្ទាល់ក៏បានទេណានៅទីតាំងភូមិដំណាក់បេងឃុំបួស្រុកភ្នំព្រឹកខេត្តបាត់ដំបងសូមអរគុណនិងអរព្រគុណ